នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹងការបន្ថែមទំហំ storage នៅលើ drive C បន្ថែមនៅក្នុង computer របស់យើងអញ្ចឹងដើម្បីបន្ថែម space នៅក្នុង drive C អ្នកនរគ្នាអាចអនុវត្តវិធីសាស្ត្រមួយនេះបានអញ្ចឹងដំបូងអ្នកនរគ្នាចុចមកខាងស្ដាំនៅលើ start button តាមមកយើងយកពាក្យថា disk management បាទបន្ទាប់មកវាចេញផ្ទាំងបែបនេះអញ្ចឹងនៅលើ computer របស់ខ្ញុំ drive C មានទំហំ 353GB drive D មានទំហំ 600GB អញ្ចឹងខ្ញុំចង់បន្ថែម 50GB ទៀតនៅលើ drive C របស់យើងមានន័យថាយើងបែកពី drive D នេះមក drive C ចំនួន 50GB ទៀតវិធីសាស្ត្រអ្នកនរគ្នាអាចធ្វើបែបនេះបានអញ្ចឹងដំបូងអ្នកនរគ្នាអាចធ្វើការលុប drive D នេះចេញហើយបន្ទាប់មកយើងចែក drive សារថ្មីជាមួយនឹងទំហំដែលយើងចង់បានអញ្ចឹងមុននឹងយើងធ្វើការលុប drive D នេះអ្នកទាំងអស់គ្នាត្រូវប្រកាសថាយើង copy ឯកសារឬក៏ទិន្នន័យនៅក្នុង drive D នេះទុកជាមុនសិនព្រោះអីកាលណាយើងលុបគឺឯកសារទិន្នន័យហ្នឹងគឺវាបាត់ហើយបាទអញ្ចឹងយើងធ្វើការលុបមកឥឡូវបើយើងបន្ថែម 50GB នៅលើ drive C អញ្ចឹងវាទាំងអស់វា 403GB អញ្ចឹងខ្ញុំធ្វើការលុបមកខាងស្ដាំនៅលើ drive D ដែលយើងចង់លុបហើយយកពាក្យថា delete volume បាទហើយចុចពាក្យថា yes បាទអញ្ចឹង drive D របស់យើងធ្វើការលុបហើយបន្ទាប់មកយើងធ្វើការបញ្ចូល drive D ទំហំ drive D នេះមានចំនួន 600GB នេះចូលទៅក្នុង drive C នេះបាទមកខាងស្ដាំហើយយើងយកពាក្យថា extend volume បាទហើយយើងចុច next មកចុច next ចុច finish បាទអញ្ចឹងសរុប drive C របស់យើងនេះឥឡូវមានរហូតដល់ 953GB អញ្ចឹងមិញ drive C ចាស់របស់យើងគឺយើងមានទំហំ 353GB ហើយ drive D របស់យើងមានទំហំ 600GB អញ្ចឹងឥឡូវខ្ញុំចង់បន្ថែម drive 50GB នៅលើ drive C អញ្ចឹងវាសរុបទាំងអស់វា403GB យើងបន្ថែមទៀតណាអញ្ចឹងអានេះវានៅសល់ប៉ុន្មានអានេះវានៅសល់ដក50ទៅវានៅសល់ 550GB បាទអញ្ចឹងយើងធ្វើការបែងចែក drive នឹងសារថ្មីមកអញ្ចឹងដើម្បីធ្វើការចែក drive សារថ្មីអ្នកនរគ្នាចុចមកខាងស្ដាំនៅលើ drive ដែលយើងចង់ចែកយកពាក្យខាងក្រោមនេះបាទហើយបន្ទាប់មកអ្នកនរគ្នាមើលនេះអញ្ចឹងបើយើងចែក drive មួយទៀតមានន័យថាវានឹងចេញ drive D មែនទេអញ្ចឹង drive D របស់យើងចង់បាន drive C 403GB អញ្ចឹង drive D របស់យើងមិននៅសល់ 550GB អញ្ចឹងយើងវាទំហំ 550GB នេះចូលមកប៉ុន្តែមុននឹងយើងវាចូលយើងត្រូវដឹងពីទំហំ megabyte សិនថាតើ 550MB ហ្នឹងវាស្មើនឹងតើ 550GB ហ្នឹងស្មើប្រមាណ megabyte អញ្ចឹងអ្នកនរគ្នាអាចធ្វើការគណនាមើលខ្ញុំចូលទៅកាន់ការ show សិនបាទអញ្ចឹងនេះព្រោះអីជាក់ស្ដែងdrive របស់យើង drive C មុនបាទ 350GB អញ្ចឹងយើងចង់បានបន្ថែម50ទៀតអញ្ចឹងយើងមិនបូក50អញ្ចឹងវា 403GB អញ្ចឹងមានន័យថា drive D វាមិននៅសល់ប៉ុន្មាននៅសល់ 550GB អញ្ចឹងយើងចែកវា 550GB មកអញ្ចឹងដើម្បីបាន 550GB អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថា 1GB វាស្មើនឹង10គុណ24មេអញ្ចឹងយើងយក10គុណ24មេនេះគុណជាមួយនឹងទំហំ GB ដែលយើងចង់ចែកអញ្ចឹងមិញគុណនឹងប៉ុន្មានយើងគុណជាមួយនឹងបាទគុណជាមួយនឹង550អញ្ចឹងយើងបានទំហំប្រមាណស្មើមកនេះអញ្ចឹងស្មើនឹង563 200អញ្ចឹងខ្ញុំវាយត្រង់នេះចូលមក563 200បាទអញ្ចឹងនេះគឺជា drive D ដែលយើងនឹងចែកទៅវានឹងបាន 550GB អញ្ចឹងនោះ drive C របស់យើងនឹងសល់ 403GB អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាតាមតានហើយនឹងយល់នៅអ្វីដែលខ្ញុំចង់និយាយហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យខាងក្រោមនេះមកបាទអញ្ចឹងយើងបានអ្នកឃើញទេអ្នកទាំងអស់គ្នាបាន 550GB អញ្ចឹង drive C របស់យើងមិនឡើងហើយទេឡើងបាន 50G ទៀតមែនទេគឺយើងនៅសល់ប្រហែល 403GB អញ្ចឹងចំពោះ drive D ដែលយើងបានមកបែកនេះយើងអត់ទាន់អាចប្រើប្រាស់បាននៅឡើយទេអញ្ចឹងអ្នកទាំងអស់គ្នាចុចមកខាងស្ដាំចំទៅលើវាមកហើយយកពាក្យថា new volume បាទហើយចុចពាក្យថា next ហើយចុច next
try នេះគឺជា try D អញ្ចឹងយើងដាក់ try D អញ្ចឹងហើយ next បាទនៅត្រង់នេះយើងដាក់ឈ្មោះ try របស់យើងមកអញ្ចឹងជាទូទៅខ្ញុំចូលចិត្តដាក់ឲ្យដូចដើម default របស់វាគឺ local this បាទតែមកខ្ញុំចុច next finish បាទអញ្ចឹងយើងទទួលបាន try មួយទៀតគឺ try D ដែលមានទំហំ 550 GB ហើយយើងនៅសល់ try C ដែលមានទំហំ 403 GB អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយអ្នកទាំងអស់គ្នាអាចអនុវត្តតាមក្នុងការបន្ថែម space នៅលើ try C អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងហើយកុំភ្លេចជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទាក់ទងជាមួយនឹងចំណេះដឹងផ្នែក computer អរគុណជួបគ្នាវីដេអូក្រោយ